ចាសសូមជម្រាបសួរសួស្តីអ្នកនរគ្នាយើងជួបគ្នាសាជាថ្មីក្នុងការរៀនភាសាកូរ៉េនៅក្នុងមេរៀនក្នុងថ្ងៃនេះយើងនឹងសិក្សាអំពីការសន្ទនារបស់យើងនៅក្នុងថ្ងៃនេះគឺមានតួអង្គពីរនាក់គឺស៊ូមីនហើយនិងអ៊ុយសាចាអញ្ចឹងស៊ូមីនគឺជាឈ្មោះបុរសម្នាក់ចាហើយអ៊ុយសាគឺយើងប្រែថាគ្រូពេទ្យណាចាអញ្ចឹងអ្នកជំងឺនឹងគាត់ឈ្មោះស៊ូមីនហើយគ្រូពេទ្យជាភាសាកូរ៉េគឺអ៊ុយសាចាអ៊ុយសានេះយើងប្រែថាគ្រូពេទ្យណាឥឡូវយើងមកមើលការសន្ទនាថាតើគាត់ទាំងពីរនាក់គាត់និយាយគ្នាអំពីអីគេ ចាអញ្ចឹងនេះគឺជាអត្ថបទការសន្ទនារបស់គាត់ទាំងពីរនាក់ទាំងអស់គ្នាហើយខ្ញុំនឹងអានជូនហើយបន្ទាប់មកចាំយើងបកប្រែមកប្រយោគណាចាអញ្ចឹងស៊ូមីនគាត់និយាយមុនណា "배가 아파요. 설사하셨어요?" "네. 어제 설사했어요." "오늘도 설사하셨어요?" "아니요. 오늘은 안 했어요." "열이 있으세요?" "진짜요?" "네. 39 도예요." "아. 장염이에요." "장염이요?" "네. 따뜻한 물 많이 드세요. 고기랑 술 드시지 마세요." "아 네. 알겠습니다." អញ្ចឹងអាហ្នឹងគឺអត្ថបទការសន្ទនារវាងអ្នកជំងឺនិងគ្រូពេទ្យចាឥឡូវយើងមកបកប្រែការសន្ទនានេះចាអញ្ចឹងស៊ូមីនគាត់និយាយមុន "배가 아파요." ចា "배가 아파요." ចា "배가 아파요" គឺយើងប្រែថាឈឺពោះចា "배" នេះគឺយើងប្រែបានន័យច្រើនមែនទែនអ្នកនរគ្នាយើងអាចប្រែថាពោះចាពោះយើងណាមិនមែនសត្វពស់ទេណាចាយើងអាចប្រែថាពោះយើងអាចប្រែថាផ្លែសេរីយើងអាចប្រែថាទូកចាអញ្ចឹង "apayo" យើងប្រែថាឈឺណាចាអញ្ចឹងកន្លែងនេះន័យកាលនេះគឺយើងប្រែថាពោះណាចាអញ្ចឹង "배가 아파요" យើងប្រែថាឈឺពោះចា "배가 아파요" ប្រែថាឈឺពោះណាចាបន្តមកទៀត "설사하셨어요?" គ្រូពេទ្យគាត់សួរអ៊ុយសាចាអ៊ុយសាគាត់សួរ"설사하셨어요?" ចា "설사하다" រាកណាចាអញ្ចឹងកន្លែងនេះគាត់បូកជាមួយនឹងទម្រង់គួរសមគឺបូកស៊ីចាបូកស៊ីហើយគាត់ប្រើជាទម្រង់អតីតកាលចាវាទៅជា "sassoyo" ចាអញ្ចឹង "solsahasosoyo" តើអ្នកមានរាកអត់ចា "solsahasosoyo" តើលោកមានរាកទេចាអញ្ចឹងឥឡូវនេះពេទ្យគាត់ប្រើជាទម្រង់គួរសមណាអ្នកនរគ្នាអញ្ចឹងពាក្យដើមវាគឺ "solsahada" ចាយើងប្រែថារាកណារាករូស "solsahasosoyo" តើមានរាករូសទេ "네. 어제 설사했어요." ចាអញ្ចឹងនៅពេលដែលគាត់ឆ្លើយថា "ណែ" ហ្នឹងគឺមានន័យថាមានណាមានរាកណា "어제" ម្សិលមិញ "설사했어요." ចាអញ្ចឹងកន្លែងនេះគាត់និយាយពីខ្លួនឯងអញ្ចឹងអត់ប្រើទម្រង់គួរសមមកទេចាគាត់និយាយន័យធម្មតាគឺ "solsahada" បបែកជាមួយនឹង "yosoyo" ធម្មតាចាអញ្ចឹង "solsa했어요" មានថាបានរាកចាអញ្ចឹងវាម្សិលមិញណា "어제" អញ្ចឹងវារួចហើយចាមានថាគាត់ជុះហើយអញ្ចឹងអាកន្លែងនេះគឺលក្ខណៈគេប្រើអតីតកាលគឺបែបហ្នឹងណាបំមានថាផ្ដោតទៅលើន័យម្សិលមិញអចេះអញ្ចឹងកន្លែងនេះគឺប្រើទម្រង់អតីតកាលតែអញ្ចឹងណែអចេះសល់សាហេសយមានថាបានម្សិលមិញគឺបានរៀកណាចាម្សិលមិញរៀកបន្តមកទៀតពេទ្យគាត់នេះសួរបន្តទៀតណាអូនឺលតូសល់សាហសសយអូនឺលតូអូនឺលថ្ងៃនេះចាអញ្ចឹងតូដែរឬក៏ផងដែរចាអញ្ចឹងអូនឺលតូមានថាថ្ងៃនេះដែរឬថ្ងៃនេះផងដែរសល់សាសសយមានរៀកទេចាអញ្ចឹងមានថាថ្ងៃនេះមានរៀកដែរទេចាម្សិលមិញរៀកចុងថ្ងៃនេះមានរៀកអត់ចង់មានន័យបែបហ្នឹងណាចាអូនឺលតូសល់សាសសយចាថ្ងៃនេះមានរៀកដែរទេអានីយ៉ូ 오늘은 안 했어요. ចាអញ្ចឹងអូនអានីយ៉ូកាលនេះគឺមានន័យថាទេចាអញ្ចឹងអាខាងលើបើគេសួរថាអីដល់ពេលយើងឆ្លើយអានីយ៉ូគឺមានថាបដិសេធខាងលើហ្នឹងហើយចាទោះបីគាត់អត់មាននិយាយអីវែងឆ្ងាយគាត់ឆ្លើយតែទេមួយម៉ាត់មែនណាចាអញ្ចឹងអានីយ៉ូមានថាទេហ្នឹងគឺមានថាអត់រៀកទេណាព្រោះប្រយោគខាងលើពេទ្យសួរគាត់សួរថាតើមានរៀកអត់ថ្ងៃនេះចាអញ្ចឹងគាត់ឆ្លើយអានីយ៉ូហ្នឹងគឺមានថាទេអញ្ចឹងមានថាអត់រៀកទេណាថ្ងៃនេះអត់រៀកទេ 오늘은 안 했어요. ចាថ្ងៃនេះគឺអត់រៀកទេអ្នកគ្នាអាន "했어요" នេះគឺមកពីពាក្យសរសើរហាដាគេយកតែកិរិយាសព្ទខាងក្រោយនេះណាអញ្ចឹងគាត់អត់និយាយ"오늘은 설사 안 했어요" បើអ្នកគ្នាចង់និយាយពេញគឺបែបហ្នឹងប៉ុន្តែកាលនេះគាត់និយាយតែវិជ្ជករសុំទោសគាត់និយាយតែកិរិយាសព្ទខាងក្រោយទេគឺគាត់យកតែ "했어요" មកប្រើទេអញ្ចឹងគេមានថាការនិយាយគឺប្រចាំថ្ងៃគឺបែបហ្នឹងគេអត់និយាយនាមមកវិញណាចាអញ្ចឹង "오늘은 안 했어요" ថ្ងៃនេះគឺមិនទេចាមិនទេហ្នឹងគឺមិនរៀកទេហ្នឹងឯណាចាអញ្ចឹងអាននេះអ្នកគ្នាដឹងហើយគឺប្រែថាមិនណាចា "Hesoyo" នេះគឺមកពីសលសាហាដាចាគ្រាន់តែគេអត់និយាយសលសាមកទេគាត់និយាយតែកតុយខាងក្រោយគឺ "Hesoyo" ចាអញ្ចឹង "Oner" អ្នកគ្នាដឹងហើយគឺថ្ងៃនេះណាចាអញ្ចឹង "Oner은 안 했어요"
ថ្ងៃនេះគឺអត់រាកទេចា៎ Yori Isuseyo ចា Yori Isuseyo មានន័យថាអ្នកក្តៅខ្លួនហើយណាចា Yori Ita ចា Yori Ita គឺជាសំណុំឃ្លាមួយដែលយើងប្រែថាក្តៅខ្លួនចាបន្ទាប់មកគេបូកជាមួយនឹង Useyo មិនមែនប្រែថាសូមទេអ្នកនរគ្នាគឺជាទម្រង់គួរសមចាអញ្ចឹងកន្លែងនេះគឺអត់មានសូមក្តៅខ្លួនអត់ទេណាចាគឺកន្លែងនេះគឺអត់បកថាអញ្ចឹងទេ Useyo គឺជាទម្រង់គួរសមទេនិយាយគួរសមណាចាអត់បកប្រែទេ ចាអញ្ចឹង Yori Isuseyo មានន័យថាលោកក្តៅខ្លួនហើយណាចាក្តៅខ្លួនហើយបន្តមកទៀត Chinchayo ចាស៊ូមីនគាត់ភ្ញាក់ផ្អើលអញ្ចឹងគាត់សួរពិតមែនឬ Chinchayo ពិតមែនឬចាគាត់ភ្ញាក់ផ្អើលណា Chincha Chincha គឺយើងប្រែថាពិតជាចាពិតជាចាអញ្ចឹងកន្លែងនេះគាត់ដាក់យកមកគួរសម Chinchayo ឬក៏នៅពេលដែលអ្នកគ្នានិយាយអ្នកដែលអាយុតិច Chincha ឃើញទេអត់មានយកទេមែនទេចាអញ្ចឹងកន្លែងនេះគឺលក្ខណៈយើងនិយាយទៅពេទ្យគួរសម Chinchayo ពិតមែនឬណែពេទ្យគាត់ឆ្លើយណែមានថាបាទ 39度예요ចាមានថាគឺ39អង្សាចាតូនេះគឺមិនមែនបកថាផងដែរទេអ្នកនេះគឺអង្សាណាចា39គឺយើងប្រែយើងនិយាយលេខបែបចិនណាចាយើងអត់និយាយលេខបែបកូរ៉េទេគឺយើងយកលេខបែបចិនយកមកនិយាយចាអញ្ចឹង39ចា39度예요ចាយោគឺជាណាគឺជាឬក៏ជាឬក៏ជួនកាលយើងប្រើគឺជាចាអញ្ចឹង39度예요គឺ39អង្សាចា39អង្សាគឺក្តៅអាចប្រឈរភ្នែកណាអ្នកគ្នាចាបើក្មេង39អីគឺអាចប្រឈរភ្នែកណាចាក្តៅខ្លាំងហើយ39ចាអញ្ចឹងគឺ39អង្សាអាចាស៊ូមីនគាត់ភ្ញាក់ផ្អើលគឺជួនកាលអ្នកគ្នាក្តៅក្នុងលក្ខណៈក្តៅក្នុងអ្នកគ្នាស្ទាបខាងក្រៅគឺអត់ដឹងក្តៅទេតោះអ្នកគ្នាយកអំពែយកមកវាស់ចាបានដឹងណាជួនកាលគាត់តែស្ទាបខាងក្រៅគឺត្រជាក់ឬក៏អ៊ុនតិចៗអីតគាត់តែវាស់ចាយកនោះយើងយកមកវាស់កម្ដៅណាចាអញ្ចឹងកន្លែងនេះស៊ូមីនគាត់ភ្ញាក់ផ្អើលគាត់ថាហ្នឹងគឺហ្នឹងឯងចាគាត់ភ្ញាក់ផ្អើលណាចាឆាំងញ៉ាំមីអូចាឆាំងញ៉ាំគឺរលាកកាពះណាអ្នកគ្នាឆាំងញ៉ាំចារលាកកាពះចាអ៊ីអូគឺជាចាអញ្ចឹងឆាំងញ៉ាំមីអូចាយើងទាញមីនេះទៅលើទៅវាទៅជាមីឬសំឡេងមីឆាំងញ៉ាំមីអូគឺរលាកកាពះហើយចារលាកកាពះហើយចាឆាំងញ៉ាំមីអូរលាកកាពះចាបែរជាគាត់អាសាផឹកស្រាអ្នកគ្នាចាគាត់អាសាទទួលគ្រឿងស្រវឹងណាបែរជាអញ្ចឹងឆាំងញ៉ាំមីអូរលាកកាពះឬចាលក្ខណៈភ្ញាក់ផ្អើលមិននឹកស្មានថាខ្លួនឯងអញ្ចឹងណាចាណែគ្រូពេទ្យគាត់ឆ្លើយថាបាទហ្នឹងហើយមានថារលាកកាពះហ្នឹងឯងបាទណាតាទើតហាន់មូលម៉ានីទឺសេអូតាទើតហាន់មូលម៉ានីទឺសេអូតាទើតហាន់មូលទឹកក្តៅអ៊ុនណាតាទើតថាដាតាទើតថាដាមកពីពាក្យតាទើតថាដាមានថាក្តៅល្មមណាចាអញ្ចឹងក្តៅល្មមហ្នឹងគឺក្តៅអ៊ុនហ្នឹងឯងបើនិយាយមួយទឹកចាអញ្ចឹងមូលយើងប្រែថាទឹកចាអញ្ចឹងតាទើតហាន់មូលទឹកដែរក្តៅអ៊ុនអញ្ចឹងយើងប្រែថាទឹកក្តៅអ៊ុនមិនបាច់ប្រែពាក្យដាល់ទេអញ្ចឹងតាទើតហាន់មូលទឹកក្តៅអ៊ុននៅគ្នាកន្លែងជាប់ទម្រង់វេយ្យាករណ៍នេះនេះគឺទម្រង់វេយ្យាករណ៍យើងប្រែថាដែលណាតែអញ្ចឹងតាទើតហាន់មូលទឹកក្តៅអ៊ុនម៉ានីច្រើនទឺសេអូចាទឺសេអូមានថាពិសាឬក៏ហូបតែអញ្ចឹងតាទើតហាន់មូលម៉ានីទឺសេអូតាទើតហាន់មូលម៉ានីទឺសេអូមានថាអឺពិសាទឹកក្តៅអ៊ុនឲ្យបានច្រើនណាសូមពិសាទឹកក្តៅអ៊ុនឲ្យបានច្រើនចាកន្លែងនេះបូកជាមួយនឹងទម្រង់សេយោខាងក្រោយណាអ្នកគ្នាចា គោគីរ៉ាំងស៊ុលម៉ាន់ស៊ុលទឺស៊ីជីម៉ាសេអូចាគោគីសាច់ចាសាច់រាំងហើយនឹងស៊ុលគ្រឿងស្រវឹងទឺស៊ីដាហូបឬក៏ពិសាបូកជាមួយនឹងទម្រង់ជីម៉ាសេអូសូមកុំចាសូមកុំធ្វើអ្វីមួយណាចាអញ្ចឹងកន្លែងនេះទឺស៊ីជីម៉ាសេអូសូមកុំហូបណាចាឬក៏សូមកុំពិសាសូមកុំពិសាស្រាហើយនឹងសាច់ចាអញ្ចឹងគាត់រលាកកាពះឲ្យពេទ្យគេឲ្យតមមេថាសាច់ហើយនឹងស្រាមួយរយៈសិនមានថាឲ្យគាត់ជាសិនសុំញ៉ាំអីញ៉ាំទៅណាមានថាកំឡុងពេលគាត់ឈឺហ្នឹងគឺកុំឲ្យហូបស្រាហើយនឹងសាច់ចាសាច់ហ្នឹងគឺមានថាយើងបន្ថយមកញ៉ាំសាច់ត្រីអីចឹងទៅសាច់គោសាច់ជ្រូកណាយើងបន្ថយមកហូបសាច់ត្រីមួយរយៈអីចឹងទៅចាអញ្ចឹងតាទើតហាន់មូលម៉ានីទឺសេអូសូមហូបទឹកក្តៅឲ្យបានច្រើនគោគីរ៉ាំងស៊ុលម៉ានីសុំទោសគោគីរ៉ាំងស៊ុលទឺស៊ីជាម៉ាសេអូសូមកុំញ៉ាំឬក៏សូមកុំពិសាស្រាហើយនឹងសាច់ចា
ណែ 알겠습니다 ចាអញ្ចឹងហ្នឹងគឺគ្រាន់គាត់ភ្ញាក់ផ្អើលទេទេណែនេះគឺមានថាបាទណា 알겠습니다 មានថាខ្ញុំទទួលបានហើយមានថាដឹងហើយលោកគ្រូពេទ្យអីចឹងទៅណាចាឬក៏បាទលោកគ្រូពេទ្យអីចឹងចឹង 알겠습니다 គឺនៅពេលដែលគេប្រាប់អ្វីមួយហើយយើងទទួលបានអ្នកនរគ្នាយើងស្ដាប់យល់ណាយើងស្ដាប់តន់អ្វីដែលគេនិយាយណា 알겠습니다 ទទួលបញ្ជាមេណាអញ្ចឹងក៏អ្នកនរគ្នាអាចបកប្រចាំថ្ងៃបានដែរ នៅពេលទទួលបានអ្នកនរគ្នាធ្លាប់ប្រើពាក្យហ្នឹងអ្នកគ្នាប្រកាសជាយល់ពីអត្ថន័យហ្នឹងតែអញ្ចឹងអាកេសមីដាមានថានៅពេលដែលនរណាម្នាក់ដាក់ការងារឬក៏ប្រាប់អ្វីមួយឲ្យយើងទៅយើងទទួលបានយើងយល់ពីអត្ថន័យរបស់គេគឺយើងឆ្លើយតបណាចាយើងអាចឆ្លើយថាណែរហូតទេគឺវាខ្លីណាអញ្ចឹងក្នុងការងារគឺគេមានពាក្យគេនិយាយអញ្ចឹងណែអាកេសមីដាណែអាកេសមីដាមានថាបាទខ្ញុំទទួលបានហើយចាខ្ញុំទទួលបានហើយចាខ្ញុំយល់ហើយអីចឹងទៅចាហ្នឹងគឺមានន័យបែបហ្នឹង ចាអញ្ចឹងការសន្ទនានេះគឺពាក់ព័ន្ធទៅនឹងអ្នកជំងឺហើយនិងគ្រូពេទ្យណាអ្នកនរគ្នាចាអញ្ចឹងពាក្យថាសល់សាហាដាគឺយើងប្រែថារាកណាអ្នកនរគ្នាហើយបើសិនជាយើងបន្តបងរាកហើយយើងប្រែយើងនិយាយជាអតីតកាលគឺសល់សាហេសយបើយើងនិយាយខ្លួនឯងគឺសល់សាហេសយយើងប្រើទម្រង់បែបហ្នឹងបើយើងសួរគេយើងនិយាយជាលក្ខណៈគួរសមគឺយើងបូកជាមួយស៊ីទៀតចាវាទៅជាសល់សាហសសយចាវាជាលក្ខណៈបែបហ្នឹងបើយើងសួរគេណា ចាបើយើងនិយាយខ្លួនឯងយើងជាអ្នករាកខ្ញុំរាកអញ្ចឹងសល់សារហេសយចាហើយបើសិនជាយើងនិយាយពីអង្គសារសីតុណ្ហភាពគឺយើងប្រើតូនោះគឺអត់មានបកថាផងដែរណាគឺសីតុណ្ហភាពណាចាអញ្ចឹង30គូតូ10តូអីចឹងទៅចាអញ្ចឹងអានេះគឺយើងនិយាយលក្ខណៈលេខចិនណាយើងយកលេខចិនយកមកប្រើចាហើយឆាំងញ៉ាំនេះគឺរលាកកាពះណាអ្នកនរគ្នារលាកកាពះពោះវៀនហ្នឹងចាឆាំងញ៉ាំ ចាទៅទិតហាន់មុលទឹកក្តៅអ៊ុនៗចាគោគីសាច់ណាចាសាច់ផ្ដោតទៅលើព្រួយសាច់វាពិបាករំលាយចាតែពេលយើងហូបទៅកាពះយើងកំពុងតែរលាកហើយវាពិបាករំលាយណាអញ្ចឹងគេឲ្យផ្អាប់ញ៉ាំសាច់ចាស៊ុលគ្រឿងស្វឹងចាអញ្ចឹងពាក្យនៅក្នុងនេះដូចអត់មានអីពិបាកទេអ្នកនរគ្នាពាក្យ Yorita គឺយើងប្រែថាក្តៅខ្លួនណាចាយល់កន្លែងនេះគឺយើងអត់ប្រែថា10ទេគឺយើងប្រែថាកម្ដៅចាអញ្ចឹងមានកម្ដៅ គឺមានន័យថាក្តៅខ្លួននឹងឯងចាអញ្ចឹង Yori Ita សំណង់ឃ្លាគឺ Yori Ita សំណង់ឃ្លាណាមានកម្ដៅប៉ុន្តែគេអត់បកថាមានកម្ដៅទេគេប្រែថាក្តៅខ្លួនណាចាហើយUseyo កន្លែងនេះគឺអត់មែនបកថាសូមទេគឺជាទម្រង់គួរសមចា Ita យើងប្រែថាមានណា Itsu Shida យើងបូក C ទៀតនៅតែប្រែថាមានដែរចាអាហ្នឹងគឺលក្ខណៈគួរសមបើអ្នកនរគ្នាបានរៀនជាមួយទម្រង់ធ្លាប់រៀនទម្រង់ C អ្នកនរគ្នាប្រកាសជាយល់ហើយចាកន្លែងហ្នឹងគឺអត់មាន បកប្រែទេគ្រាន់តែកិច្ចសព្ទមួយយើងបូកស៊ីទៅវាទៅជាពាក្យគួរសមចាអញ្ចឹងអ្នកគ្នាការសន្ទនានៅក្នុងថ្ងៃនេះគឺអស់ហើយយើងជួបគ្នានឹងមេរៀនក្រោយជាមួយនឹងមេរៀនផ្លេចមេថាបន្តទៀតចាយើងមានការសន្ទនាយើងមានវេយ្យាករណ៍ចាយើងមានពាក្យអីចឹងទៅចាអញ្ចឹងក្នុងមួយថ្ងៃមួយមេរៀនសូមអរគុណដែលបានតាមដានទស្សនាសូមជម្រាបលា